ធ្លាប់ចង់ខ្លាយទៅជាក្មេងវិញអត់ពួកយើងនឹងហោះពីអ្នកនៅពីក្មេងហើយថតរូបនឹងឡើងវិញទី2គឺដើម្បីអបអរយើងជិតបាន 100k គឺពួកយើងនឹងធ្វើអ្វីដែលយើងធ្លាប់ចង់បានឬក៏ធ្វើការពីក្មេងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ follow ទេ complete follow ផងព្រោះពួកយើងជិតបាន 100k បើសិនជាបានមុនចូលឆ្នាំខ្មែរនឹងហិតតែលុយទៀតហើយទី3គឺយើងនឹងផ្ញើសារទៅខ្លួនឯងពីក្មេងម្នាក់មួយកាលពីក្មេងកាលនៅលើដីក្រុងក្លុកណាបានកុំក្លុកមួយខ្ញុំអញ្ច្រឡំពីមុនគឺខ្ញុំចូលចិត្តផឹកតែជក់ហើយនឹងមីឡូឯងដូចជារូបភាពនេះអញ្ចឹងគឺខ្ញុំកំពុងបើកឡានដើម្បីទៅហោះទិញឲ្យផឹកបើមិនជឿក៏អត់អីដែរព្រោះឡានអត់ទៅមុខទេប៉ុន្តែដោយសារឥឡូវយើងធំគឺយើង update version យើងឡើងផឹកកាហ្វេម្ដងមិនទាន់បានអីផងខ្ញុំមានអារម្មណ៍ថាក្តៅកាហាយមែនតើហ្មងត្រង់ហ្នឹងហើយក្តៅកាហាយដោយសារតែមេក្តៅពេកហ្នឹងអត់មាននឹងអីហងអ្វីដែលយើងធ្លាប់ចង់ធ្វើពីក្មេងហ្នឹងគឺយើងចូលចិត្តញ៉ាំក្រែមមែនតើអញ្ចឹងគឺពួកយើងទៅហោះក្រែមញ៉ាំចាំតែបាច់និយាយពេលយើងថ្ងៃឡើងតែពេលហ៊ានហើយមិនពូលក់ក្រែមហ្នឹងឲ្យតែមកដល់មកផ្ទះយើងគាត់ធ្វើអីគេទីងដល់លើសូត្រកុំញ៉ាំក្រែមពូហ្នឹងអីពូហ្នឹងក៏ដាក់មេស្ករកាលពីក្មេងឲ្យតែម៉ាក់ឬក៏ប៉ាគាត់ទិញអាឡានហ្នឹងមកដឹងតែខ្ញុំចូលចិត្តលេងហ្មងខ្ញុំគិតថាសុំគាត់សាកបើកលេងហ៎សួរពេកមានណាឲ្យមកដល់កន្លែងក្រែមភ្លាមដោយសារមេក្តៅពេកដាក់យកដាក់នេះផងដាក់នោះផងចុងក្រោយដាក់តែគិតលុយឲ្យមានលុយដាក់ឲ្យគេទៀតថាលេងទោះបីអស់លុយមែនប៉ុន្តែបានញ៉ាំឆ្ងាញ់ព្រោះដោយសារមេវាក្តៅយើងទៅយើងដាក់ទៅវាចាក់អារម្មណ៍វិញអញ្ចឹងអាមេក្តៅហើយញ៉ាំក្រែមចាគ្មាននេះឆ្ងាញ់ជាងហ្នឹងទៀតទេប៉ុន្តែក៏វាឆាប់ឈឺដែរដល់មកខ្ញុំបាញ់ជួបឥឡូវដល់ជាក់សុទ្ធដាក់ឲ្យចាក់ក្នុងចិត្តហ្មងចាក់ចិត្តដូចពេលនៅក្បែរគេអញ្ចឹង Oh my god bro hell no man ចឹងអ្វីដែលយើងចូលចិត្តធ្វើពីក្មេងអ៊ូចាំងភ្នែកវិញកាលពីក្មេងឲ្យតែថាឃើញក្រែមចង់តែញ៉ាំក៏ប៉ុន្តែហ្នឹងហើយអត់លុយដល់ពេលឥឡូវយើងមានលុយយើងមិនមែនមានលុយប៉ុន្មានវាមានលុយមកញ៉ាំហើយនេះសពនេះញ៉ាំហើយប៉ុណ្្នឹងមកពួកយើងបានភាសាគ្នាថាតើយើងគួរធ្វើគេទៀតបន្ទាប់ហើយនិយាយសុកខ្ញុំក៏លឺសូភ្លេងមួយប្លែកខ្ញុំដើរទៅមើលបដ ாய் ហើយទៅដល់ខ្ញុំឃើញបើសិនជាសួរថាឃើញគាត់លេងនៅណាបាទខ្ញុំឃើញគាត់លេងក្នុង YouTube ចឹងអាចចូលមើលទាំងអស់គ្នាបានរឿងមួយទៀតដែលពួកយើងធ្លាប់ចង់ធ្វើកាលពីតូចហ្នឹងគឺឲ្យតាដាសារទំនើបចឹងពេលដាកាត់ឡើងគេលេងហ្គេមចឹងឃើញចង់ចូលលេងក៏ប៉ុន្តែអត់ហ៊ានចូលលេងហើយអត់ហ៊ានសុំប៉ាម៉ាក់ចូលលេងទៀតដោយសារខ្លាចខូចម៉ាស៊ីនរបស់គេតែដល់ពេលធំឡើងខូចម៉ាស៊ីនអត់សូវខ្លាចទេខ្លាចជាងគេខូចចិត្តហើយរបស់ដែលខ្ញុំចង់លេងជាងគេហ្នឹងគឺអាប៉ណ្ណឹងឡានហ្នឹងមិនប៉ណ្ណឹងឡាននៅក្រៅណាប៉ណ្ណឹងក្នុងហ្គេមទេហើយពួកយើងក៏បានសាកអីថ្មីមួយដែលយើងអត់ធ្លាប់សាកលេងពីមុនដែរសតមានកាក់ចុងក្រោយពួកយើងអត់ដឹងធ្វើអីក៏លេងអីព្រាវមួយហ្មងទៅដោយសារតែអត់សូវមានពេលច្រើនដែរឥឡូវពួកយើងត្រឡប់មកកន្លែងដើមវិញដើម្បីថតរូបមួយវាក្មេងហើយរូបដែលយើងជ្រើសរើសហ្នឹងគឺរូបនេះហើយក្នុងរូបហ្នឹងគឺវាមានរឿងមួយនៅក្នុងអាយុប៉ុណ្ណឹងគឺជាពេលដែលពួកយើងចាប់ផ្ដើមចង់ថតវីដេអូហើយការដំបូងឡើយគឺយើងថតជាវីដេអូលេងហ្គេមលេងអីអត់ចេញមុខបញ្ចូលតែសលេងហើយបន្ទាប់មកក៏ថតវីដេអូជាងលេងអីផ្សេងដល់ពេលដូរចុះដូរឡើងទៅបានរហូតមកដល់ពួកយើងថតវីដេអូដូចឥឡូវហ្នឹងហើយការហ្នឹងពេលដែលយើងឃើញ YouTuber ផ្សេងគេធ្វើបាន 100k បាន1លានបានអីគឺពួកយើងចង់បានមែនតើខ្ញុំក៏ធ្លាប់ដេកយល់សពដេកសម័យថាបើបានដូចគេទៅដឹងសប្បាយមិនទេដល់ពេលឥឡូវគឺពួកយើងគៀក 100k មែនតើដែលជាអ្វីយើងកាលពីមុនចង់បានហើយបើសិនជាពួកយើងត្រឡប់ពេលទៅក្រោយវិញហើយប្រាប់យើងពីក្មេងថាឥឡូវយើងជិត 100k ខ្ញុំចង់នឹងថាតើខ្ញុំកាលពីក្មេងហ្នឹងខ្ញុំមានអារម្មណ៍មិនបើសិនជាប្រាប់ចឹងទៅអញ្ចឹងពួកយើងក៏មានសារម្នាក់មួយជាងខ្លួនដែរដើម្បីប្រាប់ខ្លួនឯងកាលពីក្មេងវិញអ្វីដែលចង់បានពីក្មេងហ្នឹងគឺឥឡូវវាបានដល់ចំណុចទី1ដែលយើងចង់បានហើយអញ្ចឹងបើសិនជាយើងចង់បានអ្វីមួយគឺយើងប្រឹងធ្វើវាគង់តែមានថ្ងៃមួយដែលយើងបានទេតែប្រឹងដឹងបានហើយកុំឲ្យតែយើងឈប់ខ្ញុំចង់ប្រាប់ខ្លួនឯងកាលពីក្មេងថាអីក៏ប្រើថតបានដែរមិនបាច់ចាំតែកាមេរ៉ាមិនបាច់ចាំតែមានរបស់ថ្លៃទេសូម្បីតែឥឡូវនេះខ្ញុំប្រើទូរស័ព្ទថតបើនិយាយខ្លីទៅបើឲ្យខ្ញុំប្រាប់ទៅខ្ញុំខ្លួនឯងកាលពីក្មេងវិញគឺកុំឈប់ធ្វើតទៀតអស់ហើយ